ជាព្រះអរហន្តដ៏ប្រសើរព្រមត្រាស់ដឹងនៅទាំងពួងដោយប្រតិចំពោះព្រះអង្គឥតមានគ្រឿងអាចារ្យណាប្រដៅព្រះអង្គឡើយសូមថ្វាយបង្គំសម្ដេចព្រះសង្ឃរាជជាទីគោរពចោទក្រែងរបស់ខ្ញុំករុណាទាំងឡាយទុកព្រះអង្គទុកគ្នាសូមនមស្ការថ្វាយបង្គំកណ្ដាលគុណម្ចាស់ទៅព្រះអង្គសូមគោរពញាតិញោមបងប្អូនហើយប្រុសជាពុទ្ធបរិស័ទទាំងអស់ម្សិលមិញសម្ដែងព្រះធម៌នៅនាវត្តលវេតេក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាមឆ្លងសាឡាងព្រៃតមៈសាឡាងហ្នឹងនាំយកពីទលេបិទមកទលេបិទមានស្ពានហើយវាសាឡាងហ្នឹងមកសាឡាងធំឆ្លងឡានបានច្រើនហើយទៅរកមាត់ទលេហ្នឹងទៅដល់វត្តលវាទេសម្ដែងព្រះធម៌បាន110,000ណា1លាន10,000ណា110,000ហើយត្រឡប់មកចូលពិសាបាយនៅវត្តមន់10ជាប់មាត់ទលេវត្តកំពុងសាងសង់ព្រះវិហារញាតិញោមក៏ជ្រះថ្លានឹងចូលកសាងព្រះវិហារញាតិញោមនៅក្នុងភូមិហ្នឹងក៏នាំគ្នាអញ្ជើញមកកកគណៈកម្មការវត្តអីហ្នឹងខ្ញុំកាលណាខ្ញុំបាទក៏សម្លេចសំណាលបន្តិចបន្តួចទៅសាកសួរទៅអ្នកស្រុកហ្នឹងមកសុំសិលច្រើនណាស់គ្រាន់តែសុំឧបោសថសិលហ្នឹងជាង100នាក់សួរទៅថាប្រហែលជា130 140អីតែសុំឧបោសថសិលនៅវត្តមន់10ហ្នឹងញាតិញោមចូលកសាងព្រះវិហារបាន70,000ណា70,000រៀលហើយបរិភោគអាហាររួចក៏ចេញដំណើរមកឆ្លងកាត់ភ្នំពេញហ្នឹងអត់ចូលផ្ទះទេហួសទៅខាងវត្តឈូងលៀបនោះហ្នឹងទៅតាមផ្លូវទួលកសាំងហ្នឹងទៅសម្ដែងព្រះធម៌បាន40,000ដែរ40,000ដាក់វត្តឈូងលៀបហ្នឹងទៅហើយត្រឡប់មកវិញមកតាមមាត់ទលេផ្លូវស្រួលតែមាត់ទលេមករហូតមកគ្រាន់តែវែងឆ្ងាយជាងផ្លូវទួលកសាំងផ្លូវកញ្ចក់ស្មើហ្នឹងរួមសរុបទៅម្សិលមិញហ្នឹងបានជាង2លានប្រកេនបន់គុណម្ចាស់ជូនញាតិញោមឲ្យបានដោយលោកគ្រូដែរទេណាសូមអនុមោទនានៅក្នុងខ្សែអត្ថសម្លេងព្រះធម៌នេះខ្សែលេខ312ណាអំពីខ្សែអត្ថមុនហ្នឹងសំដែងនៅក្នុងព្រះធម៌ដែលថាតណ្ហហិយោសពទុក្ខំជានិតិណា
ការអស់ទៅនៃតណ្ហានឹងឈ្នះអស់នៅសេចក្តីទុក្ខទាំងពួងនៅក្នុងព្រះពុទ្ធសាសនានេះគឺព្រះអង្គទ្រង់មានការសង្កត់ធ្ងន់ទៅក្នុងការរួចផុតចាកទុក្ខនៃការឈ្នះអស់នៃសេចក្តីទុក្ខហ្នឹងហើយមិនមែននៅត្រង់ការស្វែងរកសេចក្តីសុខទេប៉ុន្តែការដែលត្រូវស្វែងរកសេចក្តីសុខហ្នឹងក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងដែរតេតងនឹងបុគ្គលបញ្ញត្តិតេតងជាមួយសត្វលោកណាក៏ប៉ុន្តែណាដល់ទៅសម្រេចបានជាទីបំផុតក្នុងព្រះសាសនានេះគឺការរួចផុតចាកទុក្ខនឹងការឈ្នះនៅសេចក្តីទុក្ខទៅបានគឺការអស់ទៅនៃតណ្ហាការតស៊ូដ៏ខ្លាំងក្លាក្រៃលែងគឺការតស៊ូជាមួយនឹងខ្លួនឯងដែលមានចិត្តប្រកបទៅដោយកិលេសតណ្ហាមិនមានការតស៊ូណាឲ្យខ្លាំងក្លាជាងការតស៊ូជាមួយនឹងចិត្តរបស់ខ្លួនឯងទេនៅក្នុងពុទ្ធសាសនានេះដឹកនាំឲ្យពុទ្ធបរិស័ទយើងនឹងប្រឹងប្រែងព្យាយាមតស៊ូយកឈ្នះកិលេសរបស់ខ្លួននឹងអ្វីទៀតដែលត្រូវសម្រេចបានក្នុងលោកនេះដែលយើងបានទទួលស្គាល់ថាជាការសម្រេចបាននៅរបស់នេះរបស់នោះសេចក្តីសុខយ៉ាងនេះសេចក្តីសុខយ៉ាងនោះហ្នឹងគ្រាន់តែជាការបន្តបន្សំទេហ្នឹងការបន្តបន្សំប្រៀបដូចជាដើមឈើអញ្ចឹងគឺជាស្លឹកជាត្រួយជាមេឃអីក៏ប៉ុណ្ណឹងទេការដែលបានអ្វីជាសម្បត្តិលោកីនេះនឹងមិនតន់ជាក្លិនទេជាក្លិនសារក្នុងព្រះពុទ្ធសាសនាគឺការអស់ទៅនៃតណ្ហាក៏ឈ្នះអស់នៃសេចក្តីទុក្ខទាំងពួងអញ្ចឹងនៅក្នុងព្រះមច្ចរិយធម៌គឺធម៌ដែលមានការប្រព្រឹត្តដ៏ប្រសើរមានទិសដៅដើម្បីរំលត់នៅតណ្ហានឹងហើយសេចក្តីប្រាថ្នាក៏ប៉ុន្តែថាកាលណាបើយើងយកនៅព្រះធម៌នេះមកសម្ដែងនិយាយពីការដែលត្រូវរួចផុតចាកទុក្ខបានព្រោះការអស់ទៅនៃតណ្ហាវាជាការដែលមានជម្រៅសម្រាប់អ្នកផងទាំងពួងដែលមិនធ្លាប់បានវឹកហាត់អប់រំចិត្តនៅក្នុងព្រះពុទ្ធសាសនាមិនធ្លាប់បានសិក្សាព្រះធម៌គ្រាន់តែបានស្ដាប់លំលមមិនតបមិនសមណាគឺមិនចូលចិត្តមិនជ្រះថ្លាឡើយនិយាយអំពីរឿងអស់តណ្ហាអស់លោភៈហ្នឹងគឺមិនចូលចិត្តតែម្ដងពីព្រោះអីពីព្រោះបរិសុទ្ធស្ត្រីសត្វលោកយើងហ្នឹងជាប់ជំពាក់ជាមួយនឹងសម្បត្តិសម្បូរក្នុងលោកនេះជាមួយនឹងលេបជាមួយនឹងយសនឹងហើយក៏ឲ្យតម្លៃជីវិតនឹងនៅត្រង់ការបានលេបបានយសនឹងឯងណា
ហើយដល់ទៅលើពាក្យថាព្រះពុទ្ធសាសនានេះមានចំណុចទិសដៅដើម្បីលះនៅតណ្ហាក៏វាប្រឆាំងនឹងអធិស្រ័យរបស់ខ្លួនដែលធ្លាប់តែមានសេចក្តីត្រូវការប្រាថ្នាមកហើយក៏បានទទួលស្គាល់ថាខ្លួនឯងនឹងបាននៅភាពប្រសើរភាពក្រាន់បើភាពពងខ្ពស់នឹងពងខ្ពស់ជាងអ្នកដតីត្រូវអ្នកដតីនឹងឯងសរសើរកោតស្ញប់ស្ញែងគោរពយ៉ាងនេះមួយយ៉ាងនោះមួយអញ្ចឹងទៅវាអាស្រ័យនៅលើសេចក្តីប្រាថ្នាបាននៅអ្វីដែលក្នុងសង្គមមនុស្សលោកយើងនេះនិយមថាជារបស់ប្រណិតប្រសើរពងខ្ពស់នឹងដល់អញ្ចឹងទៅស្ដាប់មិនពីរោះនឹងមិនយកចិត្តទុកដាក់ស្ដាប់អំពីព្រះធម៌ដែលសម្ដែងពីការអស់ទៅនៃតណ្ហាដែលជាចំណុចខ្លឹមសារនៃសេចក្តីសុខនិងជាចំណុចខ្លឹមសារនៃព្រះពុទ្ធសាសនាមានអធិស្រ័យទំនាស់នឹងព្រះពុទ្ធសាសនាចឹងបានថាទោះជាម្ដេចម្ដាងយើងក៏គួរមានការពិចារណាមានការស្ដាប់ឲ្យបានយល់ពិចារណានឹងឲ្យបានចូលចិត្តល្អនឹងកុំតន់បដិសេធព្រះពុទ្ធសាសនាណាកុំតន់បដិសេធហើយយើងចេះទៀតដល់ទៅវាមិនចូលចិត្តនោះវាមិនចង់ស្ដាប់ណាបើបានឮក៏គ្រាន់តែឮទៅជួនកាលហ្នឹងក្រែងលោធัวហ្នឹងពោលថាទៅប៉ះពាល់ដល់ចរិយាការប្រព្រឹត្តរបស់ខ្លួនទៅទៀតផងហ្នឹងបារម្ភក្រែងលោអញ្ចឹងក្រែងលោថាទៅវាប៉ះពាល់ដល់ការប្រព្រឹត្តរបស់ខ្លួនដែលខ្លួននឹងឯងធ្លាប់តែប្រព្រឹត្តសប្បាយជាមួយគ្នានឹងសម្បត្តិសម្បូរក្នុងโลกនឹងអញ្ចឹងក៏កាន់តែឃ្លាតឆ្ងាយអំពីព្រះធម៌ទៅទៀតហើយនឹងទៅបន់ទៅទានអីដោយការរាប់អានអ្នកមិត្តភ័ក្តិតែហ្នឹងក៏គ្រាន់តែទៅហើយដល់ពេលធัวអាអីក៏សំលាម្ចាស់បន់អីត្រឡប់មកវិញដោយថារវល់យ៉ាងនេះទៅនោះនឹងមិនបានឲ្យតម្លៃនៅលើធម្មទានមិនបានមានចិត្តសន្តានទទួលយកនៅព្រះធម៌ហ្នឹងជាទានអំពីម្ចាស់បុណ្យឬអំពីទីដតីទៅឡើយអញ្ចឹងជីវិតហ្នឹងវាអត់មានការចម្រើនទៅដោយធម៌ទេអត់មានការចម្រើនដោយព្រះធម៌ទេនៅក្នុងជីវិតយើងសពថ្ងៃវាមានរូបកាយហើយនឹងចិត្តវិញ្ញាណយើងថ្នាក់ថ្នមរូបកាយដោយការប្រើប្រាស់នៅបច្ច័យ4ដោយការទំនុកបំរុងថែរក្សារាល់ថ្ងៃនឹងដូចជាពេលយើងក្តៅយើងត្រូវងូតទឹកមួយថ្ងៃក៏ត្រូវងូតម្ដងឬក៏អាចច្រើនដង2ដង3ដងអីចឹងទៅមិនមែនគ្រាន់តែងូតឲ្យត្រជាក់ទេមានពេលហ្នឹងត្រូវដោះសម្អាតសាប៊ូឆ្អាបមិនបានទេតើតែសាប៊ូក៏អូបទៀតត្រូវថែទាំណាស់រក្សាសពគ្រប់តាំងតែពីចុងសក់ដល់បាតជើងហ្នឹងស្អិតស្អាងសម្អាតហ្នឹងមែនទេប៉ុន្តែមាននឹកដល់ការសម្អាតចិត្តដែរឬទេមិនមែនចិត្តអ្នកដតីឯណាព្រោះយើងមានរូបកាយផងមានចិត្តវិញ្ញាណផងចិត្តវិញ្ញាណហ្នឹងត្រូវការសម្អាតដែរណានឹងមិនមែនចាំបាច់ចំពោះតែរូបកាយទេចាំបាច់សំខាន់ជាងរូបកាយហ្នឹងទៅទៀតហ្នឹងគឺចិត្តវិញ្ញាណហ្នឹងហើយវាគ្រាន់តែថា
ឧបករណ៍ដែលត្រូវសម្អាតហ្នឹងវាខុសអំពីឧបករណ៍សម្រាប់សម្អាតរូបកាយហ្នឹងវាគ្រាន់តែខុសគ្នាប៉ុន្តែកិច្ចការដែលត្រូវសម្អាតនោះគឺត្រូវសម្អាតដូចគ្នាហើយក្នុងពុទ្ធសាសនាព្រះអង្គសង្កត់ធ្ងន់លើការសម្អាតចិត្តនឹងតែម្ដងអត់សង្កត់ធ្ងន់នៅលើការសម្អាតរូបកាយទេការសម្អាតរូបកាយហ្នឹងក៏ចាំបាច់ត្រូវតែប្រព្រឹត្តទៅហើយក្នុងព្រះសាសនានេះព្រះអង្គទ្រង់សម្ដែងជាអន្លើដើម្បីជីវិតិន្ទ្រីដើម្បីជាឧបការៈដល់ការសម្អាតចិត្តនឹងផងដែរដើម្បីសេចក្តីសុខស្ងប់ដូចជាហេតុនៃបស្សទ្ធិអីចឹងក៏ត្រូវតែមានការសម្អាតរូបកាយអីហ្នឹងចឹងប៉ុន្តែទិសដៅចូលទៅរកការសម្អាតចិត្តហើយជាចំណុចចុងក្រោយនៃព្រះសាសនាទៀតផងសច្ចតប្រយោតៈបណੰអេតាំងពុទ្ធានុសាសនੰប្រយោសម្អាតនៅចិត្តរបស់ខ្លួននេះគឺជាពេទូមានព្រានបដៅនៃព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គនេះសំខាន់ណាស់អញ្ចឹងហើយឥឡូវខ្ញុំកាលណាខ្ញុំបានហ្នឹងគ្រាន់តែសួរញាតិញោមសួរថានៅពេលដែលទំនុកម្រងរាងកាយរាល់ថ្ងៃហ្នឹងមានដែលនឹកគិតថាត្រូវទំនុកម្រងផ្លូវចិត្តហ្នឹងផងដែរទេហ្នឹងរាល់ថ្ងៃហ្នឹងមាននឹកទេហើយយើងទទួលទានអាហារដើម្បីសេចក្តីសុខនៃរូបកាយដែលវាមានការស្រេកឃ្លានហ្នឹងយើងមាននឹកដល់អាហាររបស់ចិត្តវិញ្ញាណដែរទេហ្នឹងហើយយើងមានជ្រាបទេតើការស្រេកឃ្លានតាមផ្លូវចិត្តហ្នឹងដែលស្រេកឃ្លានណាស់ដោយអំណាចលោភៈដោយអំណាចតណ្ហាហ្នឹងតែយើងមានគិតដើម្បីថាបានអាហារឯណាដើម្បីឲ្យចិត្តនឹងឯងកាត់បន្ថយនៅការស្រេកឃ្លាននឹងដើម្បីកំចាត់នៅសេចក្តីស្រេកឃ្លានក្នុងចិត្តនោះយើងមានបានគិតដែរទេនៅពេលយើងទំនុកម្រងរូបកាយពិសាបាយរួចហើយគិតពីរឿងសុខស្រួលតាំងពីអង្គុយផ្អែកទៅមិនបាច់ចាំដល់ទៅសម្រានទេហ្នឹងហើយដល់ពេលពិសាបាយរួចទៅចង់សម្រាននឹកឃើញតែបានសម្រានដាក់ថាបើដល់ខ្នើយទៅថាវាស្រួលតាក់ទៅភ្នែកជ្រឹមឬក៏លក់ជាសុខទៅសុខក្នុងលោកហ្នឹងហើយមានដឹងថាការជាប់ជំពាក់ជាមួយនឹងសេចក្តីសុខទាំងអស់ហ្នឹងជាការជាប់ជំពាក់នៅក្នុងអំណាចនៃសេចក្តីទុក្ខជាប់ជំពាក់នៅក្នុងទរណកម្មនៃវដ្តសង្សារអស់កាលជាអង្វែងដែរឬទេសេចក្តីសុខហ្នឹងជាសេចក្តីសុខក្នុងលោកមានយោនិសោមអ្នកសិការៈអញ្ចឹងដែរទេហ្នឹងលោកអ្នកជាយាមលោកមានណាទៀតលោកឃើញសេចក្តីសុខក្នុងលោកហ្នឹងមិនគួរឲ្យនិតចិត្តដិតស្និទ្ធស្នាលអញ្ចឹងបានលោកសមាទានអធិដ្ឋានចិត្តសំបីតែអង្គុយផ្អែកហ្នឹងលោកមិនទាំងផ្អែកផងមិនចាំបាច់ដល់តែសឹងទេហ្នឹងគឺជាការអធិដ្ឋានចិត្តរបស់លោកកុំឲ្យវាចេះតែជាប់ជំពាក់ជាមួយនឹងសេចក្តីសុខក្នុងលោកនោះព្រោះលោកបានយល់អំពីការដែលអាចរួចផុតចាកពីសេចក្តីទុក្ខបានគឺការអស់ទៅនៃតណ្ហាអញ្ចឹងលោកវឹកហាត់ចិត្តនឹងឯងវឹកហាត់ចិត្តនឹងឲ្យមានសភាពរឹងប៉ឹងឲ្យមានកម្លាំងមិនបណ្ដែតបណ្ដោយឲ្យ
តណ្ហាគឺសេចក្តីប្រាថ្នានឹងចេះតែដឹកនាំទេលោកវឹកហាត់ចិត្តនឹងលត់ដំចិត្តនឹងមិនឲ្យយកសេចក្តីសុខក្នុងโลกនេះមកធ្វើជាទីពឹងពាក់ទំនាក់អាស្រ័យឡើយហ្នឹងនេះគឺជាស្មារតីរបស់លោកអ្នកវឹកហាត់អប់រំចិត្តក្នុងព្រះសាសនាអញ្ចឹងឯពុទ្ធបរិស័ទយើងគ្រាន់តែពិចារណានៅពេលដែលយើងប្រាថ្នាសេចក្តីសុខយ៉ាងណាមួយឲ្យរូបកាយតែយើងមានបាននឹកគិតដល់ការថែរក្សាសុខភាពផ្លូវចិត្តដែរឬទេនឹងគ្រាន់តែប៉ុណ្្នឹងទេណាពេលក្តៅយើងរត់តិចពេលតិចយើងក៏គិតរកភាពអបអន់អាវក្រាស់អីចឹងទៅរកកម្ដៅនឹងសម្រាប់រូបកាយទេប៉ុន្តែផ្លូវចិត្តនោះតែយើងមានគិតដែរទេដើម្បីនឹងថែរក្សាឲ្យចិត្តនឹងបានកក់ក្ដៅឬថាឲ្យចិត្តនឹងឯងមាននៅសភាពត្រជាក់ត្រជុំសែនសានតែយើងមានបានគិតតែទេនឹងដូច្នេះអ្នកដែលគិតគូរទៅក្នុងសុខភាពផ្លូវចិត្តនឹងតិចតួចណាគឺចំនួនច្រើនគិតគូរសុខភាពផ្លូវកាយនឹងធ្វើអ្វីតែងតែនឹកបារម្ភដល់សុខភាពផ្លូវកាយតែប៉ុណ្្នឹងឯងហើយចំណែកសុខភាពផ្លូវចិត្តមិនបានគិតគូរម្ល៉េះហើយចិត្តនឹងក៏មានជំងឺឈឺរ៉ាំរ៉ៃដោយអំណាចរោគគឺកិលេសរោគការចរណែនរោគការគំនុំគុំគួនការខឹងក្រោធហើយនឹងជំងឺជាប្រចាំគឺតណ្ហានឹងវាជាជំងឺរ៉ាំរ៉ៃយ៉ាងក្រៃលែងរកពេលស្រាកស្រានអីមួយសន្ទុះមួយផ្លេតអត់បានឡើយផ្លូវកាយហ្នឹងវាចិត្តតែស្រាកស្រានបានជាមួយសន្ទុះមួយថ្ងៃមួយខែអីហ្នឹងចឹងទៅតែផ្លូវចិត្តហ្នឹងលំបាកណាស់វាតែព្រះអរហន្តចេញសិតតែមានជំងឺសិតតែមានរោគក្រៃលែងគឺបឋិជនយ៉ាងដូចនេះយើងបានចូលមកសិក្សានៅក្នុងព្រះពុទ្ធភាសិតដែលព្រះអង្គសម្ដែងថាតណ្ហត្ថយោសព្វទុក្ខំជីនេតិណាការអស់ទៅនៃតណ្ហាហ្នឹងឈ្នះអស់នៅទុក្ខទាំងពួងណាប៉ុណ្ណាអញ្ចឹងនៅក្នុងការសិក្សារៀនសូត្រព្រះធម៌របស់ពុទ្ធបរិស័ទយើងនេះក៏យើងកុំភ្លេចព្រះពុទ្ធភាសិតកន្លែងហ្នឹងដែរគឺការដែលយើងចូលមកសិក្សានេះតើចំណុចត្រង់ណាដែលត្រូវនឹងព្រះពុទ្ធដីកាដែលព្រះអង្គសម្ដែងថាការដែលអស់ទៅនៃតណ្ហានេះឈ្នះអស់នៅសេចក្តីទុក្ខទាំងពួងហ្នឹងមានចូលកន្លែងហ្នឹងដែរទេដែលយើងចូលមកសិក្សានេះហ្នឹងគឺយើងរៀនធម៌ដើម្បីការអស់ទៅនៃតណ្ហាអាហ្នឹងយើងសង្កេតយើងពិនិត្យយើងសិក្សាមើលណាយើងរៀនបានចេះបានដឹងហើយព្រីបីដូចជាឧបករណ៍ដែលសម្រាប់យើងប្រើប្រាស់ប៉ុន្តែតើយើងប្រើប្រាស់នៅសត្តៈគឺការចេះដឹងនេះដើម្បីការអស់ទៅនៃតណ្ហាឬក៏យើងយកសត្តៈគឺការចេះដឹងហ្នឹងទៅបម្រើតណ្ហាចឹងឬក៏ប្រព្រឹត្តទៅក្នុងផ្លូវខុសផ្សេងយ៉ាងណាអាហ្នឹងយើងក៏គួរតែសង្កេតពិនិត្យផងដែរហើយបើយើងឃើញមានចំណុចដែលការសិក្សារបស់យើងនេះប្រព្រឹត្តទៅដើម្បីលះនៅតណ្ហាអានឹងយើងអប់រំយើងចម្រើនចំណុចហ្នឹងឲ្យកើនឲ្យសម្បូរក្នុងចិត្តរបស់យើងទៅនឹងកុំស្ដាយកុំសំណោះអ្វីដែរទៀតហ្នឹងត្រូវស្គាល់លក្ខណៈរបស់តណ្ហាដែលវាដឹកនាំចិត្តវាបបួលឲ្យទៅយ៉ាងនេះវាបបួលឲ្យទៅយ៉ាងនោះ
នឹងវាមានអានិសង្សគឺលាបយកសេចក្តីសរសើរអ្វីៗក្នុងโลกនេះអានឹងដែលជារង្វាន់ដែលជាគ្រឿងលួងលោមចិត្តនឹងដែលជារង្វាន់ដែលជាគ្រឿងលួងលោមចិត្តហ្នឹងឲ្យចិត្តហ្នឹងព្រមតាមអំណាចតណ្ហាព្រមទៅយ៉ាងធូរយ៉ាងងាយហ្នឹងអាហ្នឹងយើងត្រូវស្គាល់វាដែរណាត្រូវស្គាល់ដែរហ្នឹងព្រោះយើងសិក្សាព្រះធម៌ហ្នឹងយើងត្រូវស្គាល់ទាំងធម៌សៅហ្មងយើងត្រូវស្គាល់ទាំងធម៌បរិសុទ្ធស្អាតស្អំអាហ្នឹងជាតួសម្បជញ្ញៈដល់យើងស្គាល់អាហ្នឹងទើបយើងអាចអប់រំចម្រើននៅធម៌ស្អាតស្អំហើយអាចលះនៅធម៌សៅហ្មងបានអាហ្នឹងសំខាន់ត្រង់សម្បជញ្ញៈហ្នឹងចឹងសំខាន់ណាស់ចឹងត្រង់សម្បជញ្ញៈហ្នឹងគឺការដឹងខ្លួនដោយប្រពៃដឹងកិច្ចការងារដែលប្រព្រឹត្តទៅហ្នឹងយើងដឹងធัวសៅហ្មងដឹងធัวស្អាតស្អំហ្នឹងហើយយើងរក្សានៅសិល5ប្រកដីហ្នឹងយើងអាចបានសេចក្តីសុខក្នុងកាមគុណហ្នឹងជាមួយភរិយាស្វាមីកូនចៅនិងការបរិភោគប្រើប្រាស់នៃអាហារសម្ភារៈជាប្រចាំរាល់ថ្ងៃហើយក៏យើងត្រូវដឹងថាពិតមែនតែយើងមានសិល5ហើយជាកុសលហើយដែលវាចាកការបៀតបៀនដល់អ្នកដទៃយើងមានសិលជាប្រចាំក៏ប៉ុន្តែក្នុងជីវិតរបស់យើងនឹងឯងនៅក្នុងជីវិតរបស់យើងនឹងអាចដើម្បីថាមាននៅសេចក្តីសុខដែលជាទិសដៅក្នុងពុទ្ធសាសនាហើយនៅហ្នឹងបើសង្កេតពិនិត្យទៅឃើញថាជីវិតជាប្រកដីពិតមែនតែមិនបានទៅធ្វើអំពើបៀតបៀនអ្វីដល់អ្នកដទៃហ្នឹងប៉ុន្តែវានៅប្រឈមមុខជាមួយនឹងការពិតអត់បានទេចំពោះអ្វីដែលមិនជាទីប្រាថ្នាអ្វីដែលមិនជាទីពេញចិត្តហ្នឹងជារូបជាសម្លេងជាក្លិនជារសជាផាត់ថាពៈនោះក៏ក្តុកក្តួលក្តៅលំបាកចង្អៀតចង្អល់ទើសចិត្តទៅក្រៃលែងទាំងក្នុងសភាពនៃខ្លួនឯងជាអ្នកមានសិល5ហ្នឹងហើយអ្វីដែលជាទីពេញចិត្តត្រេកអររីករាយភ្លើតភ្លើនផ្លេចស្មារតីហ្នឹងទៅទៀតទៅហ្នឹងវានៅក្នុងសភាពញាប់ញ័រខ្លាំងណាស់ប្រឈមមុខជាមួយនឹងសេចក្តីពិតមិនបានទេពាក្យថាមិនបានហ្នឹងគឺវាអត់នឹងខឹងក្នុងចិត្តនឹងរមែងប្រព្រឹត្តទៅដោយការញាប់ញ័រដោយការរន្ធត់ការភ័យអរដោយការស្រឡាញ់ស្អប់នឹងបានសេចក្តីថាមិនទាន់បានចូលដល់ព្រះធម៌ដែលមមតំនឹងនៅឡើយហើយមិនអាចសិល5ហ្នឹងមិនអាចសិល5ហ្នឹងការពារនៅសេចក្តីទុក្ខក្នុងវដ្តសង្សារបានទេព្រោះនៅក្នុងអំណាចនៃតណ្ហាដឹកនាំទៅរកវដ្តសង្សារដឹកនាំទៅរកនាមរូបដែលជាពន្ធនាគារដឹកនាំទៅរកទរណកម្មក្នុងនាមរូបទរណកម្មក្នុងពន្ធនាគារណាដោយសេចក្តីទុក្ខផ្សេងវានៅក្នុងអំណាចនៃតណ្ហាដឹកនាំទៅក៏ជាការជាក់ស្ដែងទំបីទៅសេចក្តីទុក្ខក្នុងបច្ចុប្បន្ននឹងក៏វាមានការកើតឡើងរឿយក្នុងសន្តានចិត្តប្រហែលតែតណ្ហានឹងជាហេតុដូច្នេះយើងជាមនុស្សមិនត្រូវត្រឹងអីនៅ